បងស្រីគាត់ប្រើប្រាស់ថ្មីសេរ៉ាមិចនេះយូរមកហើយគាត់អត់ចាំថាប្រហែលឆ្នាំនេះដឹងតែយូរស្ថានភាពថ្មីរបស់គាត់នេះគឺយើងសង្កេតឃើញថាពីខាងក្រៅគឺថ្មីរបស់គាត់នៅស្អាតអត់មានបែកបាក់ឬក៏អត់មានខូចខាតអីទេប៉ុន្តែអ្វីដែលជាបញ្ហារបស់គាត់នឹងគឺស្ថានភាពអញ្ចាញរបស់គាត់ចាប់ដើមមកលាចាប់ដើមឡើងខ្មៅហើយកន្លែងខ្លះក៏ចាប់ដើមស្រកផងដែរអញ្ចឹងនៅពេលដែលគាត់មកជួបខ្ញុំក៏ recommend ឲ្យគាត់ផ្លាស់ប្ដូរថ្មីនេះទៅជាប្រភេទថ្មី zirconium វិញបន្ទាប់ពីខ្ញុំកាត់ថ្មីនេះចេញរួចអ្វីដែលនៅសេសសល់គឺបកគោថ្មីរបស់គាត់ពីមុនមកគឺជាប្រភេទបកគោ metal បងស្រីគាត់ចង់ផ្លាស់ប្ដូរបកគោនេះចេញប៉ុន្តែអ្វីដែលយើងដែលជាគ្រូពេទ្យ check ទៅយើងឃើញថាយើងពិបាកក្នុងការផ្លាស់ប្ដូរបកគោនេះចេញណាដោយសារតែបកគោថ្មីនេះគឺគ្រូពេទ្យមុនគាត់បានចាស់ធំខ្លាំងមែនទែនអញ្ចឹងជាងថ្មីដែលនៅសេសសល់ឬថ្មីហ្នឹងគឺវាស្ដើងខ្លាំងបើមិនជាយើងព្យាយាមរុះរើវាអាចប្រឈមមុខនៃការបែកបាក់ឬថ្មីហើយគូផ្សំជាមួយនឹងការព្យាបាលរុនឬរបស់គ្រូពេទ្យមុនគាត់ព្យាបាលបានស្អាតល្អអញ្ចឹងពួកខ្ញុំសម្រេចចិត្តមិនធ្វើការរុះរើបកគោថ្មីរបស់គាត់នេះចេញទេគឺរក្សាបកគោ metal ឬក៏បកគោដៃពណ៌ខ្មៅនេះនៅក្នុងឫសថ្មីនឹងដដែលដោយសារបច្ចុប្បន្នយើងមាន lock ពណ៌ឬក៏ lab ខាង lab គេមាន lock ពណ៌ដើម្បីឲ្យកុំឲ្យវាឆ្លោះទោះជាយើងប្រើ zirconium ក៏ដោយគឺយើងអត់ឆ្លោះពណ៌ជាមួយនឹងបកគោខាងក្នុងនឹងទេអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរថ្មីនេះ4គ្រាប់ជូនគាត់កាលពីគាត់ប្រើប្រាស់ថ្មីសេរ៉ាមិចគឺគាត់ប្រើថ្មីទាំង4នេះជាប់គ្នាប៉ុន្តែនៅពេលដែល zirconium ថ្មីនេះពួកខ្ញុំធ្វើជូនគាត់គឺយើងផ្ដាច់ចេញពីគ្នាខ្លះដើម្បីឲ្យជួយឲ្យអញ្ចាញរបស់គាត់នឹងមានសុខភាពល្អប្រសើរមកវិញបងប្អូនអាចជួយដាក់បន្ទុកបានថាពួកខ្ញុំផ្លាស់ប្ដូរថ្មីនេះបានប្រមាណបន្ទុកពី1ទៅដល់10អរគុណ